ជំរាបសួរបងប្អូនទាំងគ្នាខាងក្រោយខ្ញុំបាននេះគឺជា Ford Everest Sport Series ថ្មី version 2ដែលភ្ជាប់មកជាមួយនឹងប៉ុង2កាពីតាសចំនួនថ្មីនិង option ដល់សម្បូរបែបអញ្ចឹង Ford Everest Sport version 2នេះពីមុនឡើយ Everest Sport អត់មានប៉ុង2ទេតែឥឡូវនេះចំនួនថ្មីប្រើម៉ាស៊ីន 2.0 Turbo បាទប្រអប់លេខ10លេខ 170 សេស 405 Newton តែភ្ជាប់ជាមួយនឹងប៉ុង2កាពីតាសលេខអូតូជាមួយនឹងរូបរាងថ្មីអញ្ចឹងអ្វីដែលខ្ញុំចាប់អារម្មណ៍គឺ spec មកលោកនេះទំនើបខ្លាំងមែនតើ sensor ទាំងមុខទាំងក្រោយបាទជាមួយនឹងកាមេរ៉ា360ក៏បានបំពាក់ឡើងជាមួយ Everest Sport ជំនាន់ថ្មីនេះផងដែរបណ្ណាខ្មៅរលោងហើយជំរឿសពណ៌ខ្មៅ Absolute Black នេះទៀតគឺកាន់តែមើលទៅកាចចង្កៀងបិទបាក់ដោយស្វ័យបត់តម្លាក់ហ្វាកូដអូតូជាមួយចង្កៀង LED មានអក្សរ C clamp ហើយតាក់ទងជាមួយនឹងពិលកាងក៏ជាប្រភេទបាទពិល LED បានផងដែរអូខេមានដៃស្ដោងខាងក្រោម2និងបលាំងដាស់ខាងក្រោមការពារហើយនឹងមានជាមួយនឹងសំបីតែ radar adaptive cruise control ក៏មានផងដែរអញ្ចឹង spec លើកនេះគឺល្អខ្លាំងមែនតើជាមួយនឹងយ៉ានវិញទំហំរហូតដល់20អ៊ីងបាទបងប្អូនមើលរូបរាងយ៉ាននេះមើលស្អាតទេស្អាតមែនតើទំហំ20អ៊ីងបាទនេះបាទ O20 បងប្អូនទាំងគ្នាជាមួយនឹងប្រាំងគៀបប្រាំងឌីសទាំងមុខទាំងក្រោយប្រព័ន្ធជើងក្រោមអភិវឌ្ឍថ្មីហើយយើងប្រើជាមួយ body ពណ៌សាច់ដូចថៃម៉ានបាទកន្លែងចេញខ្យល់ក្តៅផលិតទឹកអូតូបកតាមដំណក់ទឹកលាងកញ្ចក់ចំហៀងប្រភេទកញ្ចក់អូតូ Fold កាមេរ៉ា360មានភ្លើងសញ្ញោមានបន្លាញ Sport ទៀតបងប្អូនអរគ្នាហើយ Everest Sport មានបន្លាញ Sport ទៀត full option តែម្ដងបាទតាក់ទងជាមួយនឹងពណ៌ខាងក្នុងយើងប្រើប្រភេទស្បែកពីរពណ៌ដែលពណ៌ខ្មៅលាយជាមួយពណ៌រៀងប្រផេះហើយយើងអត់លេងជាមួយពណ៌បង្ការឈើទេគឺប្រើជាលក្ខណៈពណ៌ខ្មៅរលោងវិញសំខាន់កៅអីចុចអូតូទាំងសងខាងពូកស្បែកបាទតាប់ឡូស្បែកមានកន្លែងដាក់កែវទឹកបាទទាំងសងខាងបាទប្រព័ន្ធកាពីតាស្វាគមន៍សម្រាប់ Everest ជំនាន់ថ្មីប្រព័ន្ធ Auto Start Stop បាទតាក់ទងជាមួយនឹង Off Road ប៊ូតុងក៏មានប្រាំងដៃ Electronic ក៏មានជាមួយនឹងចង្កឹះលេខ10លេខដែលប្រើបានទាំងលេខដៃលេខអូតូសាកថ្មអត់ប្រើខ្សែ Screen 12 inch Touch Screen Apple CarPlay Android Auto អត់ចំណេញដោយខ្សែ Smart Key អេក្រង់មុខតកង់ក៏ជា Digital ដែរហើយពណ៌ពូកវិញបងប្អូនទាំងគ្នាពណ៌ខ្មៅលាយជាមួយពណ៌រៀងប្រផេះ Yes ហើយតាក់ទងជាមួយតបោយើងអត់បើកទេតាក់ទងជាមួយកញ្ចក់យើងបានជាមួយនឹងកញ្ចក់មើលក្រោយជាប្រភេទ Auto Dimming កាត់បន្ថយចំណាំងផ្លាតមកដល់ប៉ែកខាងក្រោយបងប្អូនទាំងគ្នាម៉ាស៊ីនចាក់3ជួរនៅតែមានសម្រាប់បាទ Everest គ្រប់ចំនួនតែ Everest Sport នេះមានកន្លែងសាកថ្ម 230V ស្មើ400W Type C Type A សេរីម៉ាស៊ីនចាក់ដាច់ដោយឡែកដោយសារយើងមានម៉ាស៊ីនត្រជាក់ខាងក្រោយរហូតដល់2ជួរថែមអញ្ចឹងខាងមុខឆ្វេងស្ដាំហើយខាងក្រោយ2ជួរហើយតាក់ទងជាមួយនឹងការចេញចូលអីប៉ែកខាងក្រោយបាទទលាយខ្លាំងអង្គុយបានសម្រាប់មនុស្សធំហើយបើសិនជាចង់ឲ្យកាន់តែទលាយកៅអីជួរទី2នេះក៏អាចខិតទៅមុខទៅក្រោយបានផងដែរហើយបើចង់បត់ហៀបស្មើក៏បត់បានដែរបាទទាំងជួរទី2ទាំងជួរទី3អូខេបងប្អូនគ្នាមកដល់ប៉ែកខាងក្រោយវិញ Stop LED ដូចប្រភេទ Titanium Platinum អញ្ចឹងហើយការ design ជាមួយនឹង Black បាទ logo អក្សរ Everest នៅក្នុងកញ្ចក់នេះដូច Platinum តែម្ដងកាមេរ៉ាខាងក្រោយមកគ្រាប់ជំនួយ360 degree sensor ខាងក្រោយ4គ្រាប់ថែមទៀតអញ្ចឹងមុខ4ក្រោយ4រហូតដល់8គ្រាប់បាទ rear fog lamp ហើយក្លុបក្រោយនេះ1 2 3តែនបាទក្លុបអូតូស្វាគមន៍សម្រាប់ក្លុបអូតូទៅលើ Ford Everest Sport បាទប៉ុន្តែកៅអីជួរទី3នេះគឺជាប្រភេទកៅអីដែលយើងប្រើ manual ទេតើតែចាប់ពីបាទ Everest Titanium ឬក៏ Platinum ទៅទើបមានជាមួយនឹងបាទកៅអីជាប្រភេទកៅអី Electronic បាទខាងក្រោយអញ្ចឹងខ្ញុំបិទក្លុបខាងក្រោយវិញអូខេវ៉ាវ Everest Sport នោះនេះ spec សាហាវមែនតើមានអស់ហើយបាទ360ឆ្នាំទៅក៏អត់មានឆ្នាំនឹងក៏មានកាពីតាឆ្នាំទៅក៏អត់មានឆ្នាំនឹងក៏មានយ៉ាន់កដោថ្មីបាទ option កាត់តែទៅលើ Line Sport 360មកស្អាតតែម្ដងចូលមកដល់ខាងតកង់វិញនេះបានជាកន្លែងឆ្ងាញ់កៅអីចុចបាទពុកស្បែករំលេចជាមួយថ្នេរពណ៌រៀងប្រផេះបងប្អូនទាំងគ្នាហើយមានប្រហោងចេះមើលទៅជីទៅអត់សូវក្តៅខ្នងទេកន្លែង control បាទទៅលើភ្លើងខាងមុខបិទបើកដោយស្វ័យប្រវត្តិអញ្ចឹងតើតងជាមួយនឹងភ្លើងមុខគឺបិទបើកស្វ័យប្រវត្តិសេរីកម្ពស់ភ្លើងកូដបានបាទជាពិសេសគឺតើតងជាមួយនឹងចង្កូត e-pass ដែលជាប្រភេទចង្កូត electronic ប្រព័ន្ធចាប់គន្លងផ្លូវប្រព័ន្ធចាប់ប្រាំងដោយស្វ័យប្រវត្តិមានមួយសេតទាំងអស់អេក្រង់បាទមុខតកង់នេះគឺជាប្រភេទអេក្រង់ digital 8 inch បាទកណ្ដាលនេះគឺជាប្រភេទអេក្រង់ touch screen Apple CarPlay Android Auto ទំហំរហូតដល់12 inch បើសិនចាក់ឆ្វេងស្ដាំសាកថ្មអត់ប្រើខ្សែប្រាំងដៃ electronic មានមួយសេតទាំងអស់តែម្ដងអញ្ចឹងមកលើកនេះ
បងដែរអត់ចង់ចំណាយច្រើនអាចកលេចមកមើល Ford Everest Sport អាចជំនួសបានជាមួយនឹង Ford Everest Titanium Full Option ហើយចំណេញទៀតតម្លៃ$61,900 តែប៉ុណ្ណោះបាទអញ្ចឹងបើធៀបជាមួយនឹង Everest Titanium គឺ$69,900 តែ spec អត់ចាញ់គ្នាទេបងប្អូនចាប់អារម្មណ៍ទៅលើ Ford Everest Sport អាចធ្វើការមកមើលផ្ទាល់បានណាត់ជាមួយច្បាប់ប្រាក់ក្តីបាទនេះអន្ទឹមគ្នាជាមួយ Active អញ្ចឹងឃើញថាមួយណាក៏ជាជំរឿសល្អដែរបងប្អូនទាំងគ្នាឲ្យតែបងចាប់អារម្មណ៍មិនថាទិញដៃក៏រំលោះសុតចូលរួមខ្លះក៏បានតាក់ទងមួយទូរស័ព្ទលេខខាងលើនេះជាមួយច្បាប់ប្រាក់ក្តីនៅ showroom Ford ទាំងអស់គ្នាអរគុណច្រើនជម្រាបលា